សំណួរសភាយកវីសាមកសហរដ្ឋអាមេរិកសំណួរដែលគេតែងតែសួរនឹងពេញនិយមតែម្ដងណាយមសួរតែងតែសួរដដែលហ្មងសំណួរហ្នឹងគឺតកតងទៅទៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងណាទីមួយគឺឈ្មោះពេញថ្ងៃខែឆ្នាំកំណើតអ្នកដែលធានាយើងទៅអាស័យដ្ឋាននិងលេខទូរស័ព្ទ Gmail របស់គាត់អញ្ចឹងសំណួរហ្នឹងគឺតែងតែមានហើយអ្នកនរគ្នាហើយអ្វីដែលពេញនិយមទៀតហ្នឹងគឺសំណួរទាំង10មានដូចជាសំណួរទី1តើយើងជួបគ្នាដោយរបៀបណាឧទាហរណ៍តកតងទៅនឹងវីសាប្តីប្រពន្ធវីសាគូនដឹងអីចឹងណាវាគេចង់ឲ្យយើងស្ដាប់រឿងបើគេចង់ឲ្យយើងនិយាយរឿងស្នេហាយើងក៏និយាយទៅសំណួរទី2តើយើងជួបគ្នានៅពេលណាលក្ខណៈថាជួបគ្នាផ្ទាល់ហ្មងណាអឺផ្ទាល់ហ្មងជួបគ្នាគេហៅ face to face អីចឹងណាដើម្បីគេគិតរយៈពេលដែលយើងបានជួបគ្នាហ្នឹងណាឧទាហរណ៍ផ្ទាល់តែម្ដងជាក់ស្ដែងគឺវីសាគូនដឹងគឺត្រូវតែជួបគ្នា face to face at least 2 years ហ្មងណាអ្នកនរគ្នាសំណួរទី3តើអ្នកដែលធានាយើងនឹងធ្លាប់មកលេងប្រទេសកម្ពុជាអត់សំណួរទី3សំណួរទី4តើអ្នកដែលធានាយើងទៅសហរដ្ឋអាមេរិកនឹងធ្វើការអ្វីតើអ្នកដែលធានាយើងទៅសហរដ្ឋអាមេរិកនឹងគាត់ធ្វើការអ្វីសំណួរទី5តើអ្នកដែលធានាយើងនៅក្នុងសហរដ្ឋអាមេរិកហ្នឹងរស់នៅទីក្រុងណារស់នៅរដ្ឋណាអញ្ចឹងណាយើងត្រូវដឹងដែរសំណួរទី6អានេះសំណួរទី6តកតងទៅនឹងវីសាគូនដឹងតើអ្នកភ្ជាប់ពាក្យពេលណាហើយវាចាប់ផ្ដើមដោយរបៀបម៉េចអីចឹងបើគេសួរថារបៀបណាសំណួរទី7តើអ្នកធ្លាប់ជួបក្រុមគ្រួសារអ្នកដែលធានាអ្នកទៅអាមេរិកអត់តើអ្នកធ្លាប់ជួបក្រុមគ្រួសារអ្នកដែលធានាអ្នកទៅអាមេរិកអត់ឧទាហរណ៍ឪពុកម្ដាយរបស់គាត់មិត្តភ័ក្តិរបស់គាត់ឬក៏សាច់ញាតិរបស់គាត់អីចឹងណាយើងធ្លាប់ជួបគេពីមុនមកអត់សំណួរទី8តើអ្នកដែលធានាយើងទៅសហរដ្ឋអាមេរិកហ្នឹងតើគាត់ធ្លាប់រៀបការពីមុនមកដែរឬទេវាជាសំណួរទេ yes or no question អីចឹងណាចឹងស្ដាប់សំណួរគេឲ្យបានច្បាស់សំណួរទី9 What language do you and your fiance speak together តើភាសាអីគេដែលយើងនិយាយជាមួយគ្នាឧទាហរណ៍ពេលយើងនិយាយជាមួយគ្នាយើងប្រើភាសាអង់គ្លេសភាសាខ្មែរឬមួយក៏យើងប្រើភាសានឹងទាំងពីរឬមួយក៏យើងប្រើ Google Translate អីចឹងគេថាចាហើយពីរអ្នកហ្នឹងនិយាយគ្នាមិនទៅនិយាយគ្នាមិនអើបើម្នាក់អង់គ្លេសបែកបអីចឹងយើងប្រាប់គេឲ្យស្មោះត្រង់ដោយភាពស្មោះត្រង់ប្រើ Google អី Translate អីខ្លះទៅពេលខ្លះអត់យល់គ្នាអញ្ចឹងមានអ្នកបកប្រែអីឲ្យអញ្ចឹងណាPJ 8មានសេវាកម្មពេញឯកសារជាភាសាអង់គ្លេសនិងត្រៀមឯកសារស្ពាយយកវីសាមកសហរដ្ឋអាមេរិកសូមកុំភ្លេចទំនាក់ទំនងមក PJ 8បើសិនបើត្រូវការសេវាកម្មមួយនេះអូខេតកតងសំណួរទី10តើពេលណាអ្នកកម្រងមករៀបការនៅក្នុងសហរដ្ឋអាមេរិកតើពេលណាអ្នកកម្រងមករៀបការនៅក្នុងសហរដ្ឋអាមេរិកហើយតកតងទៅនឹងវីសាគូនដឹងសំណួរខ្លះជា general ទូទៅសំណួរខ្លះ specific តែម្ដងតកតងទៅនឹងអ្នកដែលមានដៃគូឬក៏ប្រពន្ធជាជនជាតិអាមេរិកកាំងឬក៏ខ្មែរកាត់អាមេរិកកាំងអីចឹងណាអូខេ tip ដែលសំខាន់សម្រាប់ពេលសម្ភាសគឺយើងឆ្លើយដោយស្មោះត្រង់ដោយសាមញ្ញហើយយើងយករូបថតជុំគ្នាជាមួយក្រុមគ្រួសារមិត្តភ័ក្តិដើរលេងជាមួយគ្នាផុសតាងមានក្រូតាមប្រមាណមានឆាតដែលយើងចាប់ផ្ដើមតាំងពីមុនដំបូងរហូតដល់ចប់យើងសង្ខេបមកណាយកចំណុចណាដែល sweet ខ្លាំងអីចឹងហើយនឹងពេលយើងធ្វើដំណើរជាមួយគ្នាហ្នឹងយើងមានផុសតាងអីខ្លះយើងបង្ហាញគេអស់អ្នកនរគ្នាអឺហើយយើងត្រូវដឹងថាយើងរួចរាល់ត្មងក្នុងការនិយាយពីទំនាក់ទំនងរបស់យើងតាំងពីដើមដល់ចប់យើងដឹងសាច់រឿងស្នេហារបស់យើងដឹងព័ត៌មានអ្នកដែលធានាយើងទៅកុំឲ្យគេសួរហើយយើងអត់ដឹងអីសោះអញ្ចឹងហើយការសភាហ្នឹងគឺមានរយៈពេលខ្លីណាអ្នកនរគ្នាពី3ទៅ10នាទីទេអ្នកនរគ្នាអូខេខ្ញុំមានតែប៉ុណ្្នឹងសូមជូនពរឲ្យអ្នកដែលសម្ភាសជាមួយនឹងសានទូតអាមេរិកទទួលបានជោគជ័យសម្រាប់ឆ្នាំ2026នេះឬក៏ឆ្នាំទៅខាងមុខអរគុណ